แต่สเพียบนี่คือនៅក្រោមដើមស្លែងមួយដើមមកនៅក្នុងនេះតំបន់នេះមានដើមស្លែងមួយដើមគួរជាទីមនោរម្យដែរទុកគ្រាន់ចិញ្ចឹមពពួកសត្វទាំងឡាយមនុស្សទាំងឡាយមកត្រូវការរកផ្លែរកសម្បល់ហ្នឹងយកទៅចឹងកុំឲ្យខាតពេលញាតិញោមណាយើងមកបន្តមេរៀនពុទ្ធធានុពុទ្ធរបស់យើងមកដល់ចង់ចំណុចថាសំណួរកាលត្រង់សោយចង្ហាន់របស់ពាណិជ្ជហើយតើព្រះពុទ្ធជាម្ចាស់ទ្រង់ជាងទៅណាទៀតហើយបានធ្វើអ្វីយ៉ាងណាចំឡើយទ្រង់ជាងទៅគង់ក្រោមដើមណាក្រោមដើមអជាបាលៈណាអជាបាលនិក្រោធវិញនៅទីនោះព្រះអង្គទ្រង់គង់ពិចារណាធម៌ដែលព្រះអង្គបានរកឃើញហើយទ្រង់ប្រទះតម្រេះក្នុងព្រះតេថាធម៌ដែលអង្គអញតថាគតបានរកឃើញហើយមានកិលេសមានគ្រឿងសៅហ្មងនៅក្នុងចិត្តមិនងាយនឹងដឹងបានបើអញ្ចឹងមិនងាយនឹងដឹងបានទេគ្រឿងសៅហ្មងទាំងឡាយក្នុងចិត្តនោះញាតិញោមណាពិបាកក្នុងតាមដានណាស់ហើយនោះឯងលោកនោះឯងគួរសហមបតិព្រមណាជាតួសហមបតិព្រមសំណួរកាលត្រង់ផ្ដើមព្រះតីនឹងសម្ដែងធម៌នោះព្រះអង្គទ្រង់បាត់នៅសត្វលោកជា4ណាចាត់នឹងចាត់នៅសត្វលោកជា4ពួកថាបរិស័ទ4ជំពូកដូចផ្កាយឈូកក្នុងជលឋានណាក្នុងជលឋានតើបុគ្គលជាបរិស័ទទាំង4ជំពូកនោះមានលក្ខណៈខុសគ្នាយ៉ាងណាខ្លះចំឡើយការទ្រង់តាំងព្រះតីនឹងសម្ដែងធម៌ដោយសារព្រះអង្គទ្រង់យកបុគ្គល4ជំពូកមកប្រៀបប្រដូចនឹងផ្កាយឈូក4ផ្នែកដែលមានលក្ខណៈខុសគ្នាយ៉ាងនេះគឺឧកដេណឧកបដេតញ្ញូជនដែលមានបញ្ញាបារមីចាស់ថ្លាកាលណាបានស្ដាប់រសនៃព្រះធម៌នោះភ្លាមប្រៀបដូចផ្កាយឈូកដែលដុះផុតពីទឹកហើយកាលណាមានពន្លឺព្រះអាទិត្យក៏រីកភ្លាមចម្រើនពរបច្ចេតញ្ញូណាបច្ចេតញ្ញូជនដែលមានបញ្ញាបារមីពុំទាន់ចាស់ថ្លាខ្លាំងពេកកាលបើបានស្ដាប់ធម៌ហើយទាល់តែព្រះធម៌នោះមានន័យពិស្ដារវែងឆ្ងាយទើបចាក់ធ្លុះដល់បានយល់បាន
ដោយផ្កាយឈូកដែលដុះផុតពីទឹកហើយតែពុំទាន់ដល់កាលវេលានឹងរីក្នុងថ្ងៃនេះនយៈបរិស័ទឬនយៈបរិស័ទជនដែលមានបញ្ញាបារមីពុំទាន់រឹងប៉ឹងនៅឡើយលុះតែតរងទេសនាទូលមានជាញឹកញយទៅចេះដឹងយល់បានដោយផ្កាឈូកដែលនៅពប្រះទឹកលុះតែដុះផុតពីទឹកហើយត្រូវពន្លឺព្រះអាទិត្យជាព្រះអាទិត្យជាច្រើនដងទៅរីកបានចម្រើនពរបតៈណាបតបរមឬបតៈពរមបតៈបរមបរិស័ទឬក៏បតបរមបរិស័ទជនដែលជាអ្នកគ្មានបារមីសោះគឺមិនព្រមស្ដាប់មិនព្រមប្រតិបត្តិតាមការទូលមានដឹកនាំរបស់ព្រះអង្គដោយផ្កាយឈូកណាដោយផ្កាយឈូកទៅនឹងបែកពួកនៅក្នុងទឹកវាតែងតែត្រូវចំណីជាដរាបការទៅរងនឹកឃើញយ៉ាងនេះហើយទៅរងក៏តាំងព្រះតីថានឹងសំដែងធម៌ដើម្បីទូលមានសត្វធ្វៈលោកតាមគួរដល់ឧបនិស្ស័យរបស់សត្វធ្វៈលោកនីមួយដែលបានកសាងពីអតីតជាតិមកសូមអនុមោទនា